ប្តីប្រពន្ធក្មេងคล้ายជាគូគប់ពេលចាស់តើអ្វីទៅជាគូគប់ចាស់មានតែក្រោយពេលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានភ្លក់រសជាតិជីវិតទាំងផ្អែមល្វីងជូរចត់និងជួយគ្នាទៅវិញទៅមកទៅពិតជាយល់ថាគូគប់ចាស់គឺការស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តជឿទុកចិត្តគោរពអត់ឱនអធ្យាស្រ័យនិងមិនបោះបង់ចោលគ្នាហើយអ្នកដែលនៅជាមួយអ្នកនោះគឺជាភរិយារបស់អ្នកទោះបីអ្នកមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនប្រសើរជាងការមានគូគប់ពេលចាស់ដែរទោះឪពុកម្ដាយល្អយ៉ាងណាពួកគាត់មិនអាចនៅជាមួយអ្នកពេញមួយជីវិតបានទេទោះបីកូនល្អយ៉ាងណាពេលធំឡើងពួកគេនឹងចាក់ចេញពីអ្នកកូនស្រីដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាប្រុសកូនប្រុសដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាស្រីមានតែភរិយាទេដែលពិតជារបស់អ្នកជីវិតដែលនៅសេសសល់ចូលធ្វើល្អចំពោះភរិយាបានច្រើនព្រោះបន្តិចម្ដងអ្នកនឹងឃើញថាភរិយាគឺជាអ្នកដែលមើលថែអាហារ3ពេលរបស់អ្នកជាអ្នកដែលព្រួយបារម្ភពីសម្ពាធឈាមឡើងចុះរបស់អ្នកជាអ្នកដែលរអ៊ូរទាំឲ្យអ្នកឈប់ជក់បារីឈប់ផឹកស្រាពេលអ្នកចាស់ដីលើក្រែភរិយាទេដែលជាអ្នកមិនចាក់ចេញហើយពិតជានៅជាមួយអ្នកដល់ចាស់ប្តីប្រពន្ធក្មេងคล้ายជាគូគប់ពេលចាស់តើអ្វីទៅជាគូគប់ចាស់មានតែក្រោយពេលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានភ្លក់រសជាតិជីវិតទាំងផ្អែមល្វីងជូរចត់និងជួយគ្នាទៅវិញទៅមកទៅពិតជាយល់ថាគូគប់ចាស់គឺការស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តជឿទុកចិត្តគោរពអត់ឱនអធ្យាស្រ័យនិងមិនបោះបង់ចោលគ្នាហើយអ្នកដែលនៅជាមួយអ្នកនោះគឺជាភរិយារបស់អ្នកទោះបីអ្នកមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនប្រសើរជាងការមានគូគប់ពេលចាស់ដែរដំណំ3យ៉ាងសម្រាប់ប្តីនិងប្រពន្ធនៅក្នុងក្រុមគ្រួសារត្រូវតែជៀសវាងដាច់ខាតបើចង់ឲ្យក្រុមគ្រួសារខ្លួនមានសេចក្តីសុខមានសុភមង្គលស្រឡាញ់គ្នារហូតដល់ចាស់កូនមានអនាគតណាហើយមិនបាច់ចាំទៅរកគ្រូស្រោចទឹកលើករិស័យឯណាទេសំណាងគឺយើងអ្នកសាងប្តីប្រពន្ធយើងរួមគ្នាអ្នកសាងឲ្យតែយើងសាងបានណាទេវតាទ្របទេវតាលៀបសំណាងនឹងនៅខាងយើងជានិច្ចនិយាយមែនណាមិនខ្វល់ថាអ្នកជាគ្រួសារអ្នកមានស្ដុកស្ដំមានលុយកាក់ច្រើនប៉ុណ្ណាទេតែក៏វាមិនមែនជាក្តីសុខជាមុខមាត់របស់គ្រួសារឡើយបើសិនជាសមាជិកនៅក្នុងក្រុមគ្រួសារហ៊ានប្រព្រឹត្តនៅរឿង3យ៉ាងនេះទី1គឺការលួចផាត់ក្បត់គ្នាមិនថាប្តីកុំក្បត់ចិត្តប្រពន្ធកុំក្បត់ចិត្តប្តីស្មោះមួយនឹងមួយធ្វើបានតែមួយចំណុចនេះហ่ะមានសេរីសួស្តីពេញផ្ទះបាត់ហើយប្រពន្ធសុខចិត្តត្រាំលំបាកបានគ្រប់យ៉ាងអត់ធ្មត់បានច្រើនរឿងតែរឿងមួយយ៉ាងដែលនាងត្រាំបានណាគឺប្តីលួចមានស្រីនឹងឯងបើបានជាដាក់ចិត្តដាក់កាយរៀបការជាមួយគ្នាស្រឡាញ់គ្នាហើយសូមឲ្យគិតថាមានតែប្តីយើងទេល្អជាមួយយើងបំផុតមានតែប្រពន្ធយើងទេដែលល្អជាមួយយើងបំផុតហើយស្មោះត្រង់ជាមួយគ្នាបានកុំលួចក្បត់គ្នាជឿជាក់លើគ្នាឲ្យតម្លៃគ្នានេះហើយជាសេចក្តីសុខមួយយ៉ាងដែលបានមកពីភាពស្មោះត្រង់ដែលប្តីប្រពន្ធត្រូវតែមានឲ្យគ្នាជឿចាស់ថានៅក្នុងក្រុមគ្រួសារមួយបញ្ហា95%គឺអាចដោះស្រាយបានប៉ុន្តែបញ្ហាលួចក្បត់គ្នានេះគឺពិបាកនឹងដោះស្រាយណាស់ឲ្យតែមានជនទី3ចូលមកហើយហ្នឹងគឺដឹងបែកបាក់រកសេចក្តីសុខគ្មាននោះទេដំណំទី2ហាមឆ្លោះគ្នាហាមមានវិវាទនៅក្នុងក្រុមគ្រួសារមិនថាប្តីប្រពន្ធហាមឆ្លោះគ្នាញឹកប្តីប្រពន្ធបើរវល់តែឆ្លោះគ្នាញឹកញាប់អត់មានពេលវេលាធ្វើការរកស៊ីរកលុយទេកូនក៏ខ្វះភាពកក់ក្ដៅគិតមើលទៅបើម៉ែឪរវល់តែឆ្លោះគ្នាបោកប្រាស់វាយគ្នាវាយតប់ប្រើអំពើហិង្សានៅក្នុងផ្ទះទៀតសុខក៏គ្មានលុយក៏មិនចូលហើយសុខភាពសមាជិកនៅក្នុងក្រុមគ្រួសារនឹងអត់ល្អទេតែប្រកែឆ្លោះគ្នាញឹកបាត់អស់ភាពរីករាយបាយសម្លម្ហូបឆ្ងាញ់យ៉ាងណាក៏គ្មានរសជាតិដែរខឹងចាស់តែកុំខឹងយូរពេកឆាប់លួងគ្នាវិញកុំទុកគ្នាចោលហើយត្រូវចាំថាកុំទាមទារឲ្យប្រពន្ធរបស់អ្នកល្អគ្រប់លក្ខហើយប្តីរបស់អ្នកក៏មិនអាចល្អគ្រប់10ដែរគ្មានប្តីប្រពន្ធណាល្អឥតខ្ចោះនោះទេមានតែប្តីប្រពន្ធដែលចេះអធិស្ឋានគ្នាជួយគ្នាឲ្យមានសេចក្តីសុខតែប៉ុណ្ណោះដំណំទី3កុំខ្ជិលធ្វើការឲ្យគិតតែសុបាយនៅក្នុងក្រុមគ្រួសារបើគ្រប់គ្នាគិតតែចង់សុបាយលយឆាយស៊ីផឹកមិនយូរមិនឆាប់គង់តែវិនិច្ឆ័យគ្រួសារមួយទោះបីក្រយ៉ាងណាក៏ត្រូវចេះធ្វើការឧស្សាហ៍ព្យាយាមសំលុយទុកដាក់លុយឲ្យតែមានការប្រឹងប្រែងព្យាយាមដោយពាក្យចាស់គេពោលថាប្រពន្ធជាទូកប្តីជាច្រវាប្តីខំរកប្រពន្ធខំទុកដាក់
ទោះបីជាមិនមានច្រើនហោហៀក៏មិនខ្វះខាតចាយដែរហើយក៏មិនពិបាកវេទនាចាំទៅដល់ពេលទៅខ្ចីគេទៅពឹងពាក់គេដែរផ្ទុយទៅវិញកុំធ្វើខ្លួនជាមនុស្សដែលលយឆាយហឺហាហួសសមត្ថភាពខ្លួនឯងណាកុំចង់សប្បាយលយឆាយហើយទៅដើរខ្ចីលុយគេគ្រប់គ្រងការចំណាយហើយកុំបង្កើតបំណុលបន្ថែមមិនអាចចាយលុយសេរីបានពេកនោះទេបើមិនដូច្នោះទេគឺជាការសាបព្រោះគ្រោះមហន្តរាយឲ្យដល់ខ្លួនឯងនិងក្រុមគ្រួសារងើបមុខមិនរួចឡើយកុំខ្ជិលធ្វើការហើយក៏កុំបដ ឲ្យខ្លួនឯងទៅវក់នៅលបែងស៊ីសងវក់នឹងគ្រឿងញៀនគំនុំប្តីប្រពន្ធខ្ជិលដេករងចាំសំណាងព្រោះគ្មានលុយអាណាធ្លាក់មកពីលើមេឃនោះទេជៀសវាងតែ3ចំណុចហ្នឹងទៅក្រុមគ្រួសារនឹងមានតែសេចក្តីសុខសុភមង្គលមានលុយរិស័យខ្ពស់ដដែលធ្វើអ្វីក៏សម្រេចដែរ